បើមិនចង់ខូចក្រពះឈប់ញ៉ាំអាហារចូលគ្នាផ្ដេសផ្ដាសអ្នកជំនាញបានប្រមានចំពោះអាហារមួយចំនួនដែលមិនត្រូវញ៉ាំចូលគ្នាមនុស្សភាគច្រើនមានទម្លាប់ញ៉ាំអាហារចូលគ្នាទៅតាមចំណូលចិត្តដោយមិនខ្វល់ច្រើននោះឡើយក៏ប៉ុន្តែអ្នកជំនាញបានប្រមានថាតាមពិតទៅអាហារមួយចំនួនមិនអាចចេះតែញ៉ាំចូលគ្នាបាននោះទេពីព្រោះវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពលោកអ្នកយ៉ាងធ្ងន់ធ្ងរបើទោះបីជាអាហារនីមួយៗទំនងជាល្អទៅដល់សុខភាពក៏ដោយអ្នកជំនាញបានរៀបរាប់ថាអ្នកមិនគួរទទួលទានភេសជ្ជៈត្រជាក់ជាមួយនឹងអាហារដែលមានសម្បូរទៅដោយឈីសនោះឡើយឈីសគឺជាអាហារដែលមានជាតិខ្លាញ់ខ្ពស់និងអាចធ្វើឲ្យអ្នកធាត់លើសទម្ងន់ហើយភេសជ្ជៈដែលមានជាតិកាបូននិងមានផ្ទុកនៃជាតិស្ករច្រើនដូច្នេះនៅពេលដែលញ៉ាំចូលគ្នាអាចធ្វើឲ្យក្រពះពិបាកក្នុងការរំលាយអាហារនិងពេលខ្លះបណ្ដាលឲ្យហើមពោះនិងឡើងទម្ងន់ស្រិតតែម្ដងចំណែកឯចេកនិងទឹកដោះគោត្រូវបានគេដឹងថាជាទូទៅជាអាហារដែលល្អចំពោះសុខភាពក៏ប៉ុន្តែអ្នកជំនាញក៏មិនណែនាំឲ្យញ៉ាំចូលគ្នានោះដែរនៅពេលខ្លះចេកនៅក្នុងក្រពះប្រែទៅជាមានជាតិជូរធ្វើឲ្យទឹកដោះគោប្រែទៅជាកដុំនាំឲ្យក្រពះពិបាកកិនរំលាយអាហារហើយបណ្ដាលឲ្យមានការហើមពោះផងដែរទម្លាប់នៅក្នុងការទទួលទានផ្លែឈើភ្លាមក្រោយញ៉ាំបាយរួចក៏ត្រូវបានអ្នកជំនាញណែនាំឲ្យបញ្ឈប់ផងដែរពីព្រោះថាវាអាចរំខានទៅដល់ការរំលាយអាហារនិងការស្រូបយកនូវសារធាតុចិញ្ចឹមបានល្អជំនួសមកវិញអ្នកគួរតែញ៉ាំផ្លែឈើ30នាទីមុនឬក៏ក្រោយញ៉ាំបាយទើបធ្វើឲ្យក្រពះដំណើរការទៅស្រួលនិងងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹមអ្នកជំនាញក៏បានបន្តថាការញ៉ាំទឹកអំឡុងពេលឬក្រោយពេលញ៉ាំអាហាររួចភ្លាមក៏មិនល្អដែរពីព្រោះវាធ្វើឲ្យអាហារពិបាករំលាយដូច្នេះអ្នកគួររង់ចាំរយៈពេល30នាទីសិនសឹមទទួលទានទឹកជាមួយគ្នានេះការញ៉ាំទឹកតែក្រោយញ៉ាំអាហាររួចក៏មិនល្អដល់សុខភាពដូចគ្នាពីព្រោះទឹកតែផ្ទុកនូវសារធាតុតានីសដែលអាចរារាំងទៅដល់ការស្រូបយកជាតិដែកនិងប្រូតេអ៊ីនពីអាហារដើម្បីទទួលបានសារធាតុចិញ្ចឹមល្អបំផុតពីអាហារអ្នកគួរតែរង់ចាំយ៉ាងតិច1ម៉ោងសឹមទទួលទានទឹកតែ